កាលពីថ្ងៃច័ន្ទទី17ខែវិច្ឆិកាឆ្នាំ2025សមាគមថ្នាលយុវជនកម្ពុជាអនុសាខាស្រុករមៀហែកដឹកនាំដោយលោកសុសរំលីប្រធានប្រតិបត្តិប្រចាំអនុសាខាស្រុករមៀហែកនិងព្រះភិក្ខុជោតិធម្មោនាងទូញទីប្រឹក្សាសមាគមនិងជាតំណាងឲ្យលោកមឹងកុម្ភៈប្រធានសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្វាយរៀងបាននាំយកសម្ភារៈសិក្សានិងថវិកាមួយចំនួនដើម្បីជូនដល់លោកនាយកសាលាចាត់ចែងបន្តលោកសុសរំលីប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុករមៀហែកបានដឹកនាំសមាជិកសមាជិកានិងញាតិញោមព្រះធម៌ជាក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាប្រតិបត្តិស្រុករមៀហែកបានទៅធ្វើមនុស្សធម៌ចែកសម្ភារៈសិក្សាដល់សិស្សនិងមានថវិកាមួយចំនួនឧបត្ថម្ភជួយកសាងសាលារៀននិងជួយឧបត្ថម្ភដល់លោកនាយកសាលាព្រមទាំងលោកគ្រូអ្នកគ្រូស្ថិតនៅភូមិទួលសាលាឃុំជ្រុងពពេលស្រុករំដួលខេត្តស្វាយរៀងសម្ភារៈទាំងនោះមានប៊ិចសៀវភៅបន្ទាន់សិស្សនីមួយៗបានចំនួនសៀវភៅមួយក្បាលថវិកា 1000 រៀលសរុបសិស្សទាំងអស់មានចំនួន792នាក់អស់ថវិកាសរុប 3,464,000 រៀលសាប៊ូកន្សែងថ្នាំពេទ្យអស់ថវិកា 11,000 រៀលលោកគ្រូអ្នកគ្រូនិងលោកយាយលោកតាព្រមទាំងគណៈកម្មការសាលាចំនួនថវិកា 30,000 រៀលឧបត្ថម្ភជួយកសាងសាលាបឋមចំនួនថវិកា 20,000 រៀលឧបត្ថម្ភសាលាអនុវិទ្យាល័យ 30,000 រៀលឧបត្ថម្ភកង្ហារចំនួន12គ្រឿងជួយសាលាអនុវិទ្យាល័យនិងសាលាបឋមចំនួនថវិកា 38,400,000 រៀលសរុបថវិកាទាំងអស់ចំនួន 5,58,000 រៀលគុណសមាជិកភាពនិមន្តនិងអញ្ជើញចូលរួមមានដូចខាងក្រោម 1. ព្រះភិក្ខុជោតិធម្មោនាងទូចទីប្រឹក្សាសមាគម 2. លោកម៉ៅសារិនប្រធានប្រតិបត្តិអនុសាខាឃុំអង្គប្រស្រ័យ 3. កញ្ញាជុនចាន់រៀមប្រធានប្រតិបត្តិអនុសាខាឃុំត្រពាំងស្ដៅ 4. កញ្ញាស័កពិសីអនុប្រធានទី 1 5. កញ្ញាយ៉ាំកាដូនអនុប្រធានទី 2 អនុសាខាឃុំត្រពាំងស្ដៅក្នុងឱកាសនោះផងដែរលោកនាយកសាលាបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោកសុសរំលីប្រធានក្រុមការងារថ្នាលយុវជនកម្ពុជានិងសមាជិកសមាជិកាប្រចាំនៅអនុសាខាស្រុករមៀហែកខេត្តស្វាយរៀងទាំងមូលដោយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកបានខិតខំគៀងគរសប្បុរសជននានាដើម្បីយកថវិកាចូលរួមធ្វើការងារមនុស្សធម៌ដល់ចាស់ជរានិងបងប្អូនដែលមានជីវភាពខ្វះខាតក៏ដូចជាឧបត្ថម្ភដល់វត្តអារាមជាក់ស្ដែងដូចជាសាលារៀនរបស់លោកនាពេលនេះតែម្ដងលោកនាយកក៏បានជូនពរឲ្យថ្នាក់ដឹកនាំថ្នាលយុវជនកម្ពុជានិងសមាជិកសមាជិកាសូមឲ្យមានសុខភាពល្អបរិបូរណ៍និងរកទទួលទានមានបានជោគជ័យគ្រប់ភារកិច្ចនៅចុងបញ្ចប់លោកសុសរំលីប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុករមៀហែកតំណាងឲ្យថ្នាក់ដឹកនាំសាខាខេត្តស្វាយរៀងទាំងមូលជាពិសេសតំណាងឲ្យលោកម៉ៅផល្លាប្រធានក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលសូមជូនពរដល់អាជ្ញាធរមូលដ្ឋានហើយនិងក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្វាយរៀងព្រមទាំងក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុករមៀហែកទាំងអស់សូមជួបតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ